គំនិតល្អៗសម្រាប់អ្នកដែលរញរាងាយចោះចាញ់និងបាក់ទឹកចិត្តនៅក្នុងជីវិតសួស្តីអ្នកទាំងអស់គ្នាខ្ញុំបាទតារាស្វាគមន៍មកកាន់វីដេអូថ្មីប្រសិនបើអ្នកមានអារម្មណ៍ថាអ្នកមិនមានសេចក្តីសុខមិនមានសុភមង្គលនៅក្នុងជីវិតអ្នកអាចសាកល្បងដើរទៅមន្ទីរពេទ្យអ្នកនឹងឃើញមានអ្នកជំងឺជាច្រើនកំពុងតែឈឺដេកព្យួរសេរ៉ូមយ៉ាងពិបាកវេទនាអ្នកជំងឺខ្លះសូមត្រឹមតែអាចដើរបានអាចមានជីវិតរស់បានដូចជាមនុស្សទូទៅក៏គ្រប់គ្រាន់ប្រសិនបើអ្នកកំពុងតែធុញទ្រាន់ជាមួយនឹងការងាររបស់អ្នកពេលណាអ្នកអាចសាកល្បងទៅមើលមានមនុស្សជាច្រើនដែលកំពុងតែដាក់ពាក្យធ្វើការឬអង្គុយចាំសម្ភាសការងារនៅក្រុមហ៊ុនអ្នកនឹងឃើញថាមានមនុស្សជាច្រើនដែលកំពុងតែរកការងារពុំទាន់បានធ្វើសូមត្រឹមតែបានការងារធ្វើដូចអ្នកក៏គ្រប់គ្រាន់ពេលខ្លះយើងគិតថាយើងនៅមានអ្វីជាច្រើនទៀតដែលខ្វះខាតនៅក្នុងជីវិតធ្វើឲ្យយើងមិនមានសេចក្តីសុខតែតាមពិតទៅនៅមានមនុស្សជាច្រើនទៀតសូមត្រឹមមានស្មើអ្វីដែលយើងកំពុងតែមានក៏ពួកគេមានសេចក្តីសុខបំផុតទៅហើយដូច្នេះកុំរវល់តែសម្លឹងសេចក្តីសុខដែលយើងមិនមាននៅក្នុងខ្លួនរហូតភ្លេចសេចក្តីសុខដែលយើងមានរាល់ថ្ងៃភាគច្រើនមនុស្សទូទៅចូលចិត្តប្រៀបធៀបខ្លួននឹងអ្នកដទៃរហូតក្លាយទៅជាមនុស្សដែលរញរាចោះចាញ់នឹងជីវិតទោះបីការងារដែលយើងធ្វើគួរឲ្យធុញប៉ុណ្ណាក៏ដោយក៏វានៅតែល្អជាងមនុស្សជាច្រើនទៀតដែលមិនមានការងារធ្វើដូចជាយើងអាហារដែលអ្នកញ៉ាំដដែលរាល់ថ្ងៃអ្នកអាចគិតថាមិនឆ្ងាញ់នៅមានមនុស្សជាច្រើនមិនមានអាហារហូបដូចជាយើងដែលមិនដឹងថាគេនឹងបានអ្វីញ៉ាំនៅថ្ងៃនេះពេលខ្លះយើងអាចគិតថាផ្ទះយើងតូចចង្អៀតតែនៅមានមនុស្សជាច្រើនមិនមានផ្ទះរស់នៅដូចជាយើងនោះទេដូច្នេះអ្នកដែលរញរាចុះចាញ់នៅក្នុងជីវិតអាចសាកល្បងមើលមេរៀនជីវិតអ្នកដទៃដែលលំបាកជាងយើងឆ្ងាយណាស់អ្នកគួរតែរីករាយនៅអ្វីដែលអ្នកមានហើយងើបឡើងតស៊ូបន្តទៅក្នុងជីវិតកើតមកជាមនុស្សតែងតែមានទុក្ខលំបាកវាគឺជារឿងធម្មតា